sustain អរគ្នាថ្ងៃនេះមកនឹងមកនិយាយនឹងគឺអត់មានបាននិយាយតាក់ទងជាមួយនឹងdrama រឿងផ្សេងព្រោះដល់ឃើញនៅក្នុង TikTok របស់ខ្ញុំនៅពេលដែលមាន drama អីចឹងទៅហើយខ្ញុំចាប់អារម្មណ៍ខ្ញុំនឹងមកនិយាយប៉ុន្តែនេះគឺខ្ញុំមកតាក់ទងជាមួយចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍ business របស់ខ្ញុំពីព្រោះឥឡូវនេះខ្ញុំកំពុងតែចង់ come back ជាមួយនឹងbusiness របស់ខ្ញុំអ្នកខ្លះក៏អត់ទាន់ដឹងថាខ្ញុំមាន business ធ្លាប់ធ្វើ business ពីមុនមកអញ្ចឹងណាគឺធ្លាប់ធ្វើ business ច្រើនប៉ុន្តែគាត់ថាវាមិនមែនជា way របស់ខ្ញុំមិនជាផ្លូវរបស់ខ្ញុំដែលជាជំនាញរបស់ខ្ញុំអញ្ចឹងណាគឺការលក់សម្លៀកបំពាក់ក៏ធ្លាប់ដែរអ្នកនរគ្នាប៉ុន្តែមិនមែនជាការយកមកចូល stock អីចឹងណាអ្នកនរគ្នាដល់ពេលអញ្ចឹងក៏វាអត់ជោគជ័យហើយមួយទៀតតើតើជាមួយនឹង business តើតើជាមួយនឹង cosmetic កាលហ្នឹង cosmetic តើតើជាមួយនឹងផលិតផលពីថៃអញ្ចឹងណាអ្នកនរគ្នាគឺព្យាយាមប៉ុន្តែអាចថាខ្លួនឯងអៀនអញ្ចឹងណាអត់សូវជួយអត់សូវប្រកែកក្នុងការ review អាវ៉ាន់ហើយណាមួយបើសិនជាអាវ៉ាន់ហ្នឹងខ្ញុំបានប្រើគឺខ្ញុំដឹងត្រូវ review ប្រាប់ភ្ញៀវថាមិនថាអាវ៉ាន់ហ្នឹងល្អបែបម៉េចអញ្ចឹងណាខ្ញុំចូលចិត្តបានអាវ៉ាន់យកមកប្រើជាមួយនឹងមកដល់ដៃតែតោះដូចជាស្លៀកបំពាក់ឬស្បែកជើងកាបូបអញ្ចឹងណាបើខ្ញុំអត់ប៉ះថាវាគុណភាពបែបម៉េចខ្ញុំមិនដឹងថាខ្ញុំត្រូវនិយាយប្រាប់ថាប្រាប់អតិថិជនខ្ញុំថាគុណភាពបែបម៉េចអញ្ចឹងអត់អាហ្នឹងក៏ខ្ញុំអត់ចេះលក់ដែរក៏ដល់ពេល2021អ្នកគ្នាដើរចែកដនណាគឺចែកដនខ្ញុំបានមើល YouTube ចែកដនមែនតើក៏ខ្ញុំឃើញ YouTube របស់ជនជាតិគាត់ជាជនវៀតណាមប៉ុន្តែគាត់រស់នៅប្រទេសកាណាដាហើយគាត់ជាជាងអ្នកគូរូតាមជាងហាងកាហ្វេហាងតាមសន្តាគារអីផ្សេងអ្នកគ្នាប៉ុន្តែនៅពេលនោះវាកូវីដដល់ពេលកូវីដក៏គាត់អត់អាចទៅធ្វើការនៅខាងក្រៅបានអញ្ចឹងក៏គាត់មានកំណត់នៅក្នុងការពេលហ្នឹងក៏មិនមែនជា business ដែរក៏គ្រាន់ថាគាត់ធ្វើណាគាត់មានម៉ាស៊ីនដេរនៅក្នុងផ្ទះមានអីចឹងទៅគាត់ក៏ធ្វើជា gift សម្រាប់ Christmas ដល់ពូម៉ាក់គាត់ចឹងណាប៉ុន្តែចាប់ពីពេលហ្នឹងពូម៉ាក់គាត់ថាយូឯងអាចធ្វើបានអញ្ចឹងណាសាកល្បងក្នុងការធ្វើរបស់ហ្នឹងដើម្បីលក់បានអីចឹងណាគាត់ជាអ្នកគូរូស្រាប់អញ្ចឹង idea របស់គាត់គឺគាត់អាចគូផ្សេងឆ្នៃម៉ូដឲ្យយឺតកាបូបស្ពាយឬក៏អីផ្សេងដោយខ្លួនឯងបានអញ្ចឹងគាត់ជា artist ក្នុងខ្លួនគាត់ស្រាប់ផងអញ្ចឹងណាខ្ញុំក៏ចៃដន្យនៅក្នុងការដែលបានមើលវីដេអូគាត់ដែលគាត់បានបើក business small business នៅផ្ទះនេះហើយក៏ខ្ញុំឃើញអានេះដែលឥឡូវហ្នឹងណាខ្ញុំឃើញមានបងប្អូនដែលគាត់អាចចេះដេរតិចតួចអញ្ចឹងណាគាត់ចាប់ដើមមានធ្វើ business តាក់ទងជាមួយនេះគឺអានេះខ្ញុំចេះធ្វើតាំងពីឆ្នាំ2021មកនៅពេលបន្ទាប់ពីខ្ញុំបានមើលវីដេអូហ្នឹងហើយខ្ញុំក៏ថាខ្ញុំក៏អាចធ្វើបានដែរពីព្រោះខ្ញុំមើលទៅគាត់មានម៉ាស៊ីនដេរមួយនៅផ្ទះប៉ុន្តែគាត់អាចធ្វើ business ខ្លួនឯងបាននៅផ្ទះអញ្ចឹងណាអ្នកនរគ្នាដល់ពេលអញ្ចឹងខ្ញុំថា okay I can do it អញ្ចឹងក៏ខ្ញុំចាប់ដើមពេលហ្នឹងក៏ខ្ញុំមានសង្សារខ្ញុំគាត់សង្សារចាស់ខ្ញុំជាជនជាតិបរទេសជនជាតិម៉ាឡេស៊ីណាគាត់ថា okay you can do it you can try to make it I can support you and I will to promote your product at my office like that អញ្ចឹងក៏ខ្ញុំសាកល្បងក្នុងការធ្វើអញ្ចឹងទៅពេលដំបូងយើងដឹងថាតើយើងគួរធ្វើនឹងគឺសាយបែបម៉េចអីបែបម៉េចប្រវែងប្រមាណຂະຫນាតយ៉ាងម៉េចគឺយើងអត់ដឹងទេគឺអ្នកនរខ្ញុំ research ខ្លាំងមែនតើ research ថាគួរយកសាយទំហំបែបណាធ្វើជាខ្សែប្រចាំហាងយើងមានប្រមាណខ្សែប្រមាណ type អញ្ចឹងទៅចាប់ពីហ្នឹងទៅក៏ខ្ញុំបានសាយមើលទៀត YouTube អ្នកនរគ្នាគឺខ្ញុំអត់អាចហ៊ាននៅណាពីច្រើនគឺខ្ញុំចង់ធ្វើអីមួយគឺខ្ញុំមើល YouTube គឺមានអាចប្រៀនឲ្យយើងច្រើនមុខមែនតើតាមតែយើងអាចងាយយល់យើងឆាប់ចាប់បានអីចឹងគឺយើងអាចធ្វើបានហើយខ្ញុំគឺអ្នកនរគ្នា research ច្រើនមែនតើតាំងពីតាគៀបបោពាក់ចេះអីហ្នឹងមានបោមានអីអ្នកនរគ្នាខ្ញុំចេះធ្វើទាំងអស់ប៉ុន្តែការចេះធ្វើផលិតផលមិនប្រកាសថាយើងអាចលក់បានទេគឺលើការប្រម៉ូទអ្នកនរគ្នាចង់និយាយថាតម្រាំតែខ្ញុំអាចមកអង្គុយនៅមុខកាមេរ៉ាដែលនិយាយរឿងត្រាម៉ាផ្សេងឲ្យអ្នកនរគ្នាមើលខ្ញុំប្រាប់អ្នកនរគ្នារយៈពេលប្រហែលឆ្នាំហ្នឹងគឺខ្ញុំមិនដែរអត់ដែរមានចេញមុខមកនិយាយគឺខ្ញុំអ្នកខ្លះអ្នកគ្នាគឺអៀនជាមួយនឹងកាមេរ៉ាអត់ហ៊ាននិយាយទេគុំអីចេះប៉ុន្តែទីផ្សារបច្ចុប្បន្នគឺអ្នកឯងត្រូវតែហ៊ានបើមិនអត់ហ៊ានទេគឺការធ្វើ business បនគឺការធ្វើ business គឺទៅអត់រួចទេនេះគឺជាការដែលខ្ញុំគេហៅថាវាផ្លាតគឺខ្ញុំអត់
អត់ជំនះនៅក្នុងការធ្វើវីដេអូដែលចេញមុខខ្ញុំដឹងមានវីដេអូខ្លះដែលយើងបាច់ចេញមុខក៏បានដែរប៉ុន្តែយើងអៀននៅក្នុងការនិយាយអញ្ចឹងណាអ្នកគ្នាហើយមិនចាប់ផ្ដើមធ្វើតែម្ដងធ្វើឲ្យប្រឡែងរហូតណាមួយពេលអូគេធ្វើហើយហ្នឹង business នេះគេធ្វើហើយអីចឹងណាហ្នឹងគេធ្វើដូចខ្ញុំដែរអញ្ចឹងតែខ្ញុំអាចលក់បានអត់អីចឹងតែងតែកង្វល់តាក់ទងជាមួយនឹងបញ្ហាហ្នឹងប៉ុន្តែឥឡូវនេះគឺសង្ស័យខ្ញុំគាត់ថាអត់ទេអ្នកឯងត្រូវតែធ្វើព្រោះសម័យនេះការធ្វើការងារប្រចាំតែមួយមុខគឺអត់អាចទៅរួចជាមួយនឹងជីវភាពចាប់សប្តាហ៍ថ្ងៃអញ្ចឹងឥឡូវនេះគាត់ថា okay you need to come back your business you need to come back your business you can do it you can find another idea about your small business you can do you can try again អូខេអានេះគឺសង្សារបច្ចុប្បន្នរបស់ខ្ញុំគាត់ក៏ឲ្យកំណត់ជាច្រើនហើយគាត់ក៏មាន idea ទាក់ទងជាមួយនឹង business របស់គាត់ដែរអញ្ចឹងណាគាត់ក៏ធ្វើការប្រចាំដែរតែគាត់ថាយើងត្រូវតែមាន business ផ្សេងមួយទៀតអញ្ចឹងខ្ញុំមាន business ដែលខ្ញុំធ្លាប់ធ្វើហើយប៉ុន្តែវាអត់ជោគជ័យតែខ្ញុំនឹងត្រឡប់មកវិញជាមួយនឹង business របស់ខ្ញុំនឹងអភិវឌ្ឍវានឹងយកចិត្តទុកដាក់វាម្ដងទៀតហើយគាត់ក៏ make new business ព្រោះគាត់ដែរធ្វើហើយអញ្ចឹងគាត់កំពុងតែស្រាវជ្រាវទាក់ទងជាមួយនឹង business ហ្នឹងថាគួរតែធ្វើជាផលិតផលអី idea អីគេខ្លះអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងខ្ញុំមួយគាត់ឥឡូវនេះកំពុងតែរក business រៀងខ្លួននៅក្នុងការធ្វើ business ឡើងវិញអញ្ចឹងនៅពេលដែលធ្វើរួចនឹងមានការចេញលក់អញ្ចឹងសូមឲ្យអ្នកដែលបានតាមដាន TikTok របស់ខ្ញុំអីចឹងអាចជួយគ្រប់គ្រងផងដឹងថាជោគជ័យឬក៏មិនជោគជ័យតែ I need to try again I hope I can do it again អូខេអរគុណអ្នកនរគ្នាសម្រាប់វីដេអូនេះគឺមានមកតែប៉ុណ្្នឹងឯងប្រាប់ថាខ្ញុំបើក business ឡើងវិញហើយអ្នកនរគ្នាតែអញនឹងចំណាយពេលនឹងរៀងគួរសមដែរពីព្រោះដើម្បីរកផលិតផលដែលគិតថាវាតែគណៈថាមិនជ្រាំដែរមិនដូចគ្នានឹងលើទីផ្សារអាចរកនឹង idea ថ្មីកស៊ូចង់សក់មិនប្រកាសថាមានម៉ូតហ្នឹងទេត្រូវអ្នកនរគ្នាយើងអាច make idea new idea ជាមួយនឹងផលិតផលមួយនឹងផ្សេងទៀតអញ្ចឹងដែលអាចខ្ញុំអាចធ្វើខ្លួនឯងបានគឺខ្ញុំអត់ចង់យកផលិតផលពីខាងក្រៅយកមកលក់អីខ្ញុំចង់ធ្វើនៅពេលដែលយើងធ្វើនៅអាចធ្វើផលិតផលហ្នឹងយើងប្រកាសជាដឹងថាគុណភាពផលិតផលហ្នឹងវាយ៉ាងម៉េចការធ្វើយ៉ាងម៉េចអញ្ចឹងណាអ្នកនរគ្នាគេហៅថាយើងយល់ពីផលិតផលដែលយើងលក់អញ្ចឹងអូខេហ្នឹងមកប៉ុណ្ណឹងយើងយូរដែរនិយាយទៅមកបរិស័ទរបស់ការធ្វើ business អញ្ចឹងសង្ឃឹមថានៅពេលដែលខ្ញុំ come back my business មកគឺនឹងមានការគ្រប់គ្រងពីអ្នកនរគ្នាអរគុណច្រើនបាយបាយ